ស្លាប់ដំណើរគ្នាចុតិចិត្តព្រឹបដំណើរគ្នាមួយកើតនៅស្រុកមនុស្សមួយទៅកើតនៅស្រុកព្រំបដិសន្ធិក៏ដំណើរគ្នាដែរអត់មានអូនៅស្រុកព្រំនឹងវាឆ្ងាយជាងត្រូវបដិសន្ធិឲ្យវាយឺតបន្តិចហើយមួយនេះវានៅជិតណាស់ស្លាប់នៅផ្ទះនឹងកើតនៅផ្ទះនឹងឲ្យវាលឿនជាងអត់ទេនេះជាការសម្ដែងឲ្យឃើញថាអត់មានពលឹងអត់មានអត្តាទូខ្លួនដើម្បីចេញមកកើតកន្លែងណាកើតទៅនៅជិតជាងអានឹងកើតមុនទៅឆ្ងាយវាកើតក្រកើតតិចយូរបន្តិចកន្លែងទេលសោលរំទៅដល់អត់មែនចឹងទេរឿងបដិសន្ធិហ្នឹងវាត្រូវតជាប់គ្នាអំពីចុតិចិត្តក្នុងខណៈហ្នឹងគឺស្មើគ្នារវាងដូចជាចក្ខុវិញ្ញាណរលត់ទៅកើតសម្បដិឆន្ទៈកិច្ចអញ្ចឹងឬសោតវិញ្ញាណរលត់ទៅកើតសម្បដិឆន្ទៈអញ្ចឹងមโนធាតុដែលធ្វើសម្បដិឆន្ទៈនោះណាឬឃានវិញ្ញាណរលត់ទៅកើតសម្បដិឆន្ទៈអញ្ចឹងទទួលអារម្មណ៍អញ្ចឹងខណៈហ្នឹងជាប់គ្នារហ័សយ៉ាងណាចុតិនិងបដិសន្ធិរហ័សដូចគ្នាហើយបដិសន្ធិរលត់ទៅព្រវាំងរក្សាភពជាតិកំណើតក្នុងភពនោះចុតិបដិសន្ធិព្រវាំង3នេះអត់មានស្អីមកជារវាងចន្លោះទេជាប់គ្នារហូតចុតិពឹបបដិសន្ធិរួចព្រវាំងនឹងបណ្ដោយអត់មានស្អីមកជាចន្លោះនៃខណៈនឹងទេចុតិបដិសន្ធិអត់មានអីមកជារវាងចន្លោះអត់មានខណៈចិត្តណាក្រៅមកជារវាងចន្លោះរវាងចុតិនិងបដិសន្ធិអត់ទេណាគឺចុតិបដិសន្ធិគឺបដិសន្ធិនឹងត្រូវតជាប់ពីចុតិជានិច្ចចុតិរួចគឺបដិសន្ធិរលត់ព្រឹបត្រូវតែព្រវាំងរក្សាភពជាតិកំណើតក្នុងកន្លែងកើតហ្នឹងដូច្នេះនៅក្នុងគណៈបដិសន្ធិហ្នឹងគឺអត់មានស្អីចេញទៅកើតទេតែកម្លាំងកម្មណាទៀតណាឧទាហរណ៍ដូចជាអ្នកទៅកើតក្នុងព្រំអញ្ចឹងកម្លាំងកម្មហ្នឹងជារូបាវច្ចរៈកុសលកម្មរូបាវច្ចរៈកុសលកម្មហ្នឹងគឺកម្មដែលប្រព្រឹត្តទៅក្នុងបឋមឈានឬទុតិយឈានណាកម្មក៏ជាសង្ខារធัวដែរមុនពេលមនុស្សនឹងស្លាប់កម្មនឹងកើតឡើងជាជាណកកម្មបាត់មុនពេលចុតិចិត្តណាមុនពេលមនុស្សនឹងក៏ចុតិណាកើតជាបឋមឈានណាបឋមឈាននឹងជាជាណកកម្មហើយស្រេចចុតិមួយគណៈរលត់ទៅជាណកកម្មហ្នឹងវារលត់រួចបាត់ទៅហើយវាអត់មាននៅអីទៀតទេតម្រាំតែចុតិចិត្តកើតឡើងហ្នឹងជាណកកម្មនឹងជាសង្ខារធัวរលត់ទៅបាត់ហើយប៉ុន្តែបដិសន្ធិក្នុងព្រហ្មលោកត្រូវកើតឡើងព្រឹបដោយជាណកកម្មនឹងឯងជាបច្ច័យជាណកកម្មមិនមែនអនន្តរបច្ច័យទេពីព្រោះវាមានចុតិជារវាងចន្លោះអាហ្នឹងបើចុតិមុខជីវ័នណាដោយថាជីវ័នហ្នឹងជាបឋមឈានកុសលរួចទៅចុតិរួចបដិសន្ធិឃើញណាដូច្នេះកុសលហ្នឹងកុសលកម្មដែលជាបឋមឈានកុសលហ្នឹងណាអត់មែនជាអនន្តរបច្ច័យនៃបដិសន្ធិទេពីព្រោះវាមានចុតិមកជារវាងចន្លោះប៉ុន្តែចុតិជាអនន្តរបច្ច័យនៃបដិសន្ធិពីព្រោះបដិសន្ធិវានៅជាប់នឹងចុតិជាអនន្តរៈបានន័យថាអត់មានរវាងចន្លោះអនន្តរៈណាប៉ុន្តែចំពោះកម្មវាត្រូវមានចុតិជាចន្លោះហ្នឹងគឺអន្តរៈរវាងណាប៉ុន្តែហេតុអីក៏កម្មនឹងអាចជាបច្ច័យបានបើវារលត់បាត់ទៅហើយព្រោះមុននឹងចុតិកម្មនឹងវាកើតទេណាជាណកកម្មដែលសម្រាប់ឲ្យកើតណាប៉ុន្តែជាណកកម្មនឹងរលត់ទៅហើយបានចុតិចិត្តកើតប៉ុន្តែហេតុអីក៏ជាណកកម្មនឹងនៅបង្កើតបដិសន្ធិបានពីព្រោះជាណកកម្មដែលរលត់ទៅមែនណាប៉ុន្តែវាសន្សំជាប់នៅក្នុងចុតិនឹងរួចបាត់ទៅហើយបានត្រូវបដិសន្ធិកើតឡើងបដិសន្ធិកើតឡើងហើយប្រមូលទៅទាំងអស់ការសន្សំសន្តានបុណ្យបារមីអីចឹងប៉ុន្មានប្រមូលទៅទាំងអស់ព្រោះវាតពីចុតិទៅខណៈចិត្តតជាប់គ្នាចុតិចិត្តនឹងបានបញ្ជូនទៅទាំងអស់ពិតមែនតែចុតិចិត្តនឹងមិនមែនជាកម្មបច្ច័យនាំឲ្យមានបដិសន្ធិប៉ុន្តែវាអាចបញ្ជូនការសន្សំក្នុងសន្តានបុណ្យបាបអីចឹងប៉ុន្មានដែលធ្លាប់បានធ្វើក្នុងអតីតហើយបញ្ជូនទៅឲ្យបដិសន្ធិទាំងអស់ហើយបដិសន្ធិហ្នឹងកើតមានព្រោះកម្មជាបច្ច័យហ្នឹងដែលយើងត្រូវយល់នៅក្នុងរឿងបដិសន្ធិហ្នឹងគ្រាន់តែខ្ញុំកណាខ្ញុំបាទសម្ដែងជាអភិធម្មបន្តិចដើម្បីឲ្យឃើញថាអត់មានស្អីដែលចេញទៅកើតទេតែចំពោះកូនចាស់ញាតិញោមដែលអប់រំស្ថានវិបស្សនាដែលត្រូវឃើញនោះទោះបីមិនល្អិតល្អន់ដល់រឿងហ្នឹងក៏ដោយតែអាចឃើញបានច្បាស់ថាបដិសន្ធិជាផលរបស់កម្មនឹងដែលត្រូវឃើញច្បាស់គ្រប់អ្នកដែលអប់រំវិបស្សនាទាំងអស់ត្រូវឃើញបានច្បាស់អំពីរឿងកម្មដែលកើតមានព្រោះអវិជ្ជានេះជារឿងមួយផ្នែកដែលត្រូវឃើញច្បាស់ណាមិនមែនចេះតែឃើញទេដូចជាគុណចាស់ញាតិញោមសួរថាដឹងទេដឹងកុសលកម្មទេហើយមិនដឹងអញ្ចឹងដឹងអកុសលកម្មទេហើយមិនដឹងចុះកុសលកម្មមិនកុសលកម្មស្ដាប់ធម៌ហ្នឹងធ្វើបុណ្យហ្នឹងណាបួសទៅណាញាតិញោមហ្នឹងក៏អញ្ចឹងដែរដឹងទៅញាតិញោមដឹងអកុសលកម្មទេដឹងអកុសលកម្មហ្នឹងមិនសម្រាប់សត្វហ្នឹងណាលួចត្រាប់គេហ្នឹងណាកំណាញ់អីហ្នឹងណាអកុសលចុះសួរតែដឹងអញ្ចឹងដឹងឈ្មោះដឹងកម្មពិតប្រកបទេដឹងកម្មពិតប្រកបទេដឹងពិតប្រកបប៉ុន្តែខ្ញុំអ្នកធ្វើកម្មអាហ្នឹងខុសបាត់ហើយឃើញទេដឹងកម្មពិតប្រកប
ប៉ុន្តែដល់តែកម្មនឹងកើតមកពីណាខ្ញុំអ្នកធ្វើអាត្មាធ្វើដូច្នេះរឿងកម្មដែលត្រូវចេះបន្តទៅទៀតណាកម្មកើតមានព្រោះអវិជ្ជាជាបច្ច័យអត់មានប្រគុណម្ចាស់ធ្វើអត់មានញាតិញោមអ្នកធ្វើអត់មានអ្នកណាធ្វើកម្មឲ្យយើងទេតែកម្មកើតព្រោះអវិជ្ជាមិនក៏បានកម្មនឹងវិជាតែកើតមកពីអវិជ្ជាអវិជ្ជានឹងទៅយ៉ាងណាកន្លែងហ្នឹងយ៉ាងម៉េចទៅថាមកអំពីមិនអប់រំវិជ្ជាមកអវិជ្ជានឹងវាមានតាំងពីអង្វែងណាស់មកវាជាប់ជាឧបនិស្ស័យក្នុងតណ្ហានៃចិត្តមកវានៅតែមិនដឹងសេចក្តីពិតនៃនាមរូបខ្លួនឯងហ្នឹងអញ្ចឹងវានៅតែមិនដឹងអញ្ចឹងវានៅតែអត់ដឹងនាមរូបដែលប្រព្រឹត្តទៅតាមផ្លូវភ្នែកក្នុងលោកភ្នែកហ្នឹងនាមរូបលោកជាលោកច្រមុះលោកកណ្ដាលលោកកាយនិងលោកចិត្តហ្នឹងដូចជាពពុះទឹកហ្នឹងតែនៅតែមិនដឹងដូចជាភ្លេចបន្ទោហ្នឹងក៏នៅតែមិនដឹងដូចជាអិនតនូហ្នឹងក៏នៅតែមិនដឹងអត់ដឹងដូចជាសមោលអញ្ចឹងក៏នៅតែមិនដឹងព្រោះតែមិនដឹងនឹងឯងហ្នឹងគឺអវិជ្ជានឹងបដ ாய் មានស្អីទៀតអាមិនដឹងហ្នឹងអវិជ្ជាដល់ទៅអវិជ្ជាហ្នឹងមិនដឹងអញ្ចឹងវានាំឲ្យកើតអីវានាំឲ្យកើតសេចក្តីប្រកាន់មមថាខ្លួនអញកើតនាំឲ្យកើតមានសេចក្តីតក់ស្លុតហើយតក់ស្លុតព្រោះតែខ្លួនឯងកើតមានហើយដល់តែមានខ្លួនអញ្ចឹងហើយវាត្រូវស្វែងរកអ្វីមកឲ្យខ្លួនហើយដោយឧទាហរណ៍ពីមនុស្សឈើអញ្ចឹងណាវាមានខ្លួនអីដែលត្រូវជាមនុស្សរបស់គេសំគុំសោះស្រាប់តែទៅភ័យពីខ្លួនឯងព្រោះតែហេតុភ័យនឹងឯងទៅធ្វើត្រូវមានតណ្ហាប្រាថ្នាអ្វីសពគ្រប់មកឲ្យខ្លួនឯងភ័យស្រាប់នោះយើងក៏ដូចគ្នាអញ្ចឹងមិនដឹងនាមរូបតាមស្ដីពិតសម្គាល់តែខ្លួនឯងមានមែនដល់អញ្ចឹងវាត្រូវប្រាថ្នាតណ្ហាកើតមានដើម្បីឲ្យបានតាមសេចក្តីប្រាថ្នាត្រូវធ្វើកម្មកើតមានសម្រាប់នៅត្រង់មានអវិជ្ជាឃើញទេនឹងចាំសរុបឲ្យខ្លីៗមកគឺវិបស្សនាត្រូវឃើញច្បាស់ថាបើមិនមានបច្ច័យរូបក៏អត់មានបើមិនមានបច្ច័យនាមក៏អត់មានចុះបើរបស់ទាំងអស់នឹងគ្រាន់តែជាផលនៃបច្ច័យរឿងអីដែលត្រូវភ័យខ្លួនឯងអានឹងមិននិយាយពីគុណចាស់ញាតិញោមទេណានិយាយពីនាមរូបហ្នឹងបើនាមរូបហ្នឹងអត់មានបច្ច័យក៏អត់មានផងហើយដល់តែមានបច្ច័យកើតឡើងរឿងអីដែលនាមរូបត្រូវភ័យនឹងខ្លួនឯងមកពីអវិជ្ជាអញ្ចឹងព្រះអរហន្តខេណាស្របលោកមានវិជ្ជាមានការចម្រើនវិបស្សនាវិជ្ជាសពគ្រប់ទាំងអស់បុណ្យបារមីអីផ្សេងគឺដើម្បីតែរឿងវិជ្ជានឹងឯងវិជ្ជាចម្រើនឡើងឃើញច្បាស់នៅនាមរូបអស់តក់ស្លុតវាអត់មានអីសម្រាប់តក់ស្លុតទេនាមរូបនឹងឈប់ភ័យឈប់តក់ស្លុតហ្នឹងដូចមនុស្សឈើអញ្ចឹងចង់គេរើក៏រើទៅចង់គេយកទៅដុតទៅវាលែងភ័យនឹងខ្លួនឯងព្រោះខ្លួនឯងនឹងវាអត់មានខ្លួនឯងឯណាសម្រាប់ភ័យទៀតគឺវាអត់មានភ័យនឹងខ្លួនឯងអីទៀតទេផ្លេចបន្ទោនឹងបាត់ក៏បាត់ទៅអិនតនូនឹងរលាយក៏រលាយទៅមានតែភ័យអីនឹងខ្លួនឯងនឹងជាឧទាហរណ៍ទេណាយ៉ាងណាមិញព្រះអរហន្តខេណាស្របនឹងកាលណាបើលោកដឹងច្បាស់នាមរូបរបស់លោកនឹងច្បាស់សពគ្រប់អញ្ចឹងទៅលោកអត់មានស្អីភ័យតក់ស្លុតទេពីព្រោះអីពីព្រោះនាមរូបនឹងមានវិជ្ជាចម្រើនហើយនាមរូបនឹងក៏មានវិជ្ជាចម្រើនហើយបានដឹងច្បាស់ហើយដឹងច្បាស់ថានាមរូបខ្លួនឯងនឹងវាអត់មានខ្លួនទេការតក់ស្លុតមិនមានព្រះអរហន្តលោកអត់តក់ស្លុតដូចយើងយកកំភ្លើងទៅណែជួងឲ្យភ្លើងចង្កៀងអញ្ចឹងណាភ្លើងចង្កៀងឬភ្លើងទៀនណាយើងអុចអញ្ចឹងទៅឲ្យញាតិញោមយកកំបិតមួយសម្លៀងយ៉ាងមុតឲ្យស្រួចយកទៅស្លុតភ្លើងណាឯងក៏មករលត់អញ្ចាក់ឯណាហើយភ្លើងហ្នឹងភ័យទេយ៉ាងណាព្រះអរហន្តខេណាស្រាប់តែលោកដឹងច្បាស់ជីវិតរបស់លោកដោយភ្លើងទៀនអញ្ចឹងទៅលោកអត់ចេះភ័យអីទាំងអស់ព្រោះវិជ្ជានឹងឯងដល់តែលោកអត់ភ័យអត់តក់ស្លុតលោកមានត្រូវការអីទេរឿងត្រូវការជារឿងសេចក្តីទុក្ខរឿងត្រូវការនេះជារឿងសេចក្តីចង្អៀតចង្អល់រឿងត្រូវការជារឿងមួយដែលជាសេចក្តីកង្វល់ក្នុងសង្សារវដ្តព្រោះតែសម្គាល់តែខ្លួនមានតែកាលណាបើឃើញច្បាស់តែខ្លួនមិនមានហើយជាប់សេចក្តីប្រាថ្នាអត់ចាំបាច់ត្រូវការអីទៀតទាំងអស់កាលណាបើបញ្ចប់សេចក្តីត្រូវការនឹងរលត់អស់ហើយជាព្រះអរហន្តខេណាស្រាប់ហើយមានតតែងនៅអភិសង្ខារគឺកម្មអីទៀតកម្មជាកុសលកម្មក្នុងវត្តដាក់នឹងក៏អត់អកុសលកម្មក៏មិនមានដល់អញ្ចឹងចុតិចិត្តមកដល់វាអត់មានស្អីដែលសម្រាប់បង្កើតនៅបដិសន្ធិទេពីព្រោះមុននឹងចុតិជានកកម្មវាអត់មានវាមានតែកិរិយាចិត្តប្រព្រឹត្តទៅវាអត់មានរឿងតណ្ហានឹងទាញយកជានកកម្មមកមុនពេលចុតិនឹងគឺទាញយកមកអត់បានវាអត់តណ្ហាហើយតែមុនចុតិនឹងអត់មានជានកកម្មកម្មនិមិត្តកតិនិមិត្តអត់មានទេអាកតិគឺអត់មានអាកតិគឺអត់អាកតិនឹងស្អីអាកតិគឺកម្មអារម្មណ៍របស់មរណាសន្និជីវ័នណាជីវ័នដែលនៅពេលចិត្តស្លាប់ហ្នឹងវាមានកម្មដែលអំពើធ្វើឲ្យជាអារម្មណ៍មានកម្មនិមិត្តគ្រឿងសម្រាប់ធ្វើនឹងជាអារម្មណ៍វាមានកតិនិមិត្ត
គឺដំណើរដែលសម្រាប់ទៅកើតនឹងជាអារម្មណ៍បានបដិសន្ធិនឹងវាចាប់យកនៅអារម្មណ៍របស់មរណាសន្និជីវ័នគឺជីវ័នមុនពេលស្លាប់នឹងហើយដល់ព្រះអរហន្តលោកអត់មានតណ្ហាលោកអត់មានតណ្ហាមកពីលោកមានវិជាឃើញនាមរូបហ្នឹងមានតណ្ហាមានតែត្រូវការអីមានចាំបាច់រវល់មានចាំបាច់កង្វល់អីវាបញ្ចប់រឿងកង្វល់ក្នុងលោកហ្នឹងទៅហើយវាអត់មានអីទាញយកជានកកម្មមកកើតទេមុនពេលស្លាប់ព្រោះរឿងកម្មដែលកើតមកពីរឿងតណ្ហាត្រូវការបានធ្វើកម្មហើយព្រះអរហន្តលោកអត់មានតណ្ហាអត់មានប្រាថ្នាអីវាអត់ទាញយកជានកកម្មមកបានម្ល៉េះហើយកម្មនិមិត្តកតិនិមិត្តជាអារម្មណ៍ហ្នឹងវាអត់មានគឺអារម្មណ៍ជាធម្មតាអារម្មណ៍ជាធម្មតាមរណាសន្និជីវ័នរបស់ព្រះអរហន្តមានគឺជីវ័នមុនពេលចុតិនោះណាមានប៉ុន្តែមរណាសន្និជីវ័នហ្នឹងអត់មានជានកកម្មជានកកម្មគឺកម្មដែលសម្រាប់នាំឲ្យទៅកើតនោះណាជានកកម្មហ្នឹងវាអត់មានព្រោះជាកិរិយាហ្នឹងប្រៀបបីដូចជាផ្កាឈើដែលសម្រាប់ជ្រុះចោលអត់ឲ្យមានផ្លែអញ្ចឹងណាអត់ទេអត់មានផ្លែទេកុសលនិងអកុសលដោយផ្កាឈើសម្រាប់ឲ្យផ្លែការស្វាយទៅការស្នោតទៅការដូងទៅហើយសម្រាប់ព្រះអរហន្តកិរិយាប្រព្រឹត្តទៅហ្នឹងគឺដូចផ្កាម្លិះផ្កាច្បារអីចឹងត្រឹមតែផ្ការួចរីកទៅជ្រុះចោលអត់មានផ្លែទេចឹងព្រោះលោកអស់តណ្ហាកិរិយាចិត្តប្រព្រឹត្តទៅមុននឹងពេលចុតិហ្នឹងអត់មានជានកកម្មអត់មានជានកកម្មហ្នឹងគឺអត់មានកតិគឺអត់មានដំណើរដែលសម្រាប់ទៅកម្មភពថ្មីអាកតិគឺកម្មនិមិត្តកតិនិមិត្តគឺអត់មានមកកម្មក្នុងមរណាសន្និជីវ័ននឹងទេអារម្មណ៍ធម្មតាពីព្រោះអីពីព្រោះកតិអត់មានអាកតិណាអាកតិគឺកម្មនិមិត្តកតិនិមិត្តកតិគឺមរណាសន្និជីវ័នដែលជាជានកកម្មព្រះខេណាស្រាប់លោកអត់មានតណ្ហាអត់មានទាញយកនៅមរណាសន្និជីវ័នជាជានកកម្មបានទេចតិព្រឹបបញ្ញខណ្ឌរលត់រលាយជាធម្មតាបឋិជនឬគោកបីឆ្កែឆ្មាបញ្ញខណ្ឌរលត់ជាធម្មតាដោយប្រខេណាស្រាប់អញ្ចឹងដូចគ្នារឿងបញ្ញខណ្ឌរលត់ទៅអត់កើតទៀតដូចគ្នាប៉ុន្តែក្រៅអំពីព្រះអរហន្តចេញមុនចតិមានជានកកម្មកើតឡើងដូច្នេះបញ្ញខណ្ឌរលត់ព្រឹបអស់ទៅកម្មនឹងវាបង្កើតបដិសន្ធិទៅតាមកម្លាំងនៃកម្មកើតក្នុងភពទេវតាកើតទៅព្រំក៏កើតទៅជាមនុស្សក៏កើតទៅអបាយភូមិក៏កើតទៅគឺកម្លាំងជានកកម្មជាបច្ច័យអត់មានស្អីមួយស្ទុះអន្តរទៅកើតទេណាប៉ុន្តែកម្លាំងនឹងខ្លាំងណាស់នេះជាច្បាប់ធម្មជាតិណាទៀតណាអត់មានអ្នកណាមកចាត់ចែងទេគឺកម្លាំងកម្មនឹងវាអាចបង្កើតផលបានហើយអត់មានចាំបាច់ផលនឹងស្ទុះអន្តរទៅកើតដូចយើងនឹកថាមានពលឹងដូចជាដុំភ្លើងអីស្ទុះទៅអត់ទេរឿងបច្ច័យហ្នឹងគឺអត់មានស្អីទៅកើតទេគឺថាកម្លាំងកម្មនឹងវាបង្កើតនៅផលបដិសន្ធិព្រឹបតែម្ដងគឺឧបាតគណៈហ្នឹងគឺក្នុងកំណើតទេវតាបដ ாய் ឧបាតគណៈហ្នឹងក្នុងកំណើតព្រំបដ ாய் ឧបាតគណៈហ្នឹងក្នុងកំណើតនរកហ្នឹងបដ ாய் អត់មានចាំបាច់ស្អីចេញពីបញ្ញខណ្ឌទៅកើតហ្នឹងហើយគឺឈ្មោះថាសម្មាទិដ្ឋិមិនប៉ះពាល់ដោយផ្លូវអមដល់លាមកទាំងពីរផ្លូវអមហ្នឹងគឺអីគឺភាវៈមានមួយដោយអំណាចសស្សតៈទិដ្ឋិយល់ឃើញថាសត្វស្លាប់ទៅមានពលឹងមានទូខ្លួនទៅកើតភាវៈមិនមានមួយគឺយល់ឃើញថាសត្វបកលស្លាប់ទៅសូន្យហើយសត្វលោកច្រើនណាស់អាស្រ័យនៅភាវៈពីរយ៉ាងហ្នឹង